ពេលស្ទប់រីវាចេញកូនណាវាចេញដៃមកចឹងយើងដាក់វាមកលើទៅចឹងទៅហើយយើងយកឈើហ្នឹងយកទៅដល់វាចឹងមកដើម្បីវាជាប់កុំឲ្យវាដើរចឹងពេលដែលវាចាប់ហឺវាងាយចាប់ហឺព្រោះនេះវាជាប់ចឹងវាចាប់ហឺចូលដីហ្មងបើសិនយើងអត់ដោតវាទេវាពិបាកចាប់ហឺទៅប៉ុណ្ណឹងហើយពេលដែលបានប្រហែលជាមកនិយាយយើងមើលទឹកគូតផៅនេះបើសិនជាបាតវានឹងឃើញហឺឃើញអីយើងអាចកាត់វាបានហើយនេះចាក់ស្អីដូចនេះវាមានហឺមួយចាក់តែបើវាចាញ់តិចចឹងយើងមិនតក់ណាកាត់វាទុកវាចាញ់រឿងឆោបន្តិចទៅចាំយើងកាត់វាហើយកាត់វាយើងកាត់វាទុកវាចោលប្រហែលជា3-4ថ្ងៃមួយអាទិត្យអីចឹងទៅចាំយើងដូរផើងវាដើម្បីវាហ៊ានហួសខ្លួនឯងសិនចឹងណាហើយមើលនេះសតកូនអត់យកទេដោយសារវាច្រើនតែមានផើងដាក់ដោយសារលើដបវាក្តៅពេកចាចឹងតើឥឡូវដូរដាក់ធុងស្នោធំចុះវិញដាក់ដីបានច្រើនវាទឹកបានច្រើនភ្លេចប្រាប់មិញនេះពេលដោតវាមើលផងកុំឲ្យវាកប់បដូរវានេះកុំឲ្យវាកប់គ្រាន់តែដាក់វាថើចឹងទៅបានហើយព្រោះស្ទ្រូប៊េរីទៅពេលយើងដាំកប់ដល់នេះវាហ្នឹងគឺវាងាប់ហ្មងវាលួយនេះឃើញទេពេលដាំធ្វើម៉េចឲ្យវានៅធំនេះធំគល់វានេះគល់ស្លឹកវានេះអត់ឲ្យវាកប់ទេតែកប់វាអាលួយហើយតែបើករណីដូចអានេះចឹងអានេះវារៀងកប់ដោយសារអីអានេះវាដុះមកខ្លួនវាដុះខ្នែងមកពីគល់នេះគល់នេះវាដុះខ្នែងមកពីគល់ហ្នឹងចឹងទៅវារៀងកប់តែនឹងវាដុះមកខ្លួនឯងវាអត់អីទេវាហួសតែបើសិនជាយើងដាំវាតែរៀងកប់បដូរវាអាលួយហ្មងនេះដូចករណីអានេះយើងស្រោចទឹកវាយូរទៅនេះដីវាឡើងមកលើអញ្ចឹងវារៀងកប់នេះអញ្ចឹងយើងមើលវាយើងកាយវាចាញ់ហើយព្រោះតមិនអញ្ចឹងទេភ្លេចខ្លួនអាហ្នឹងអាលួយបាត់ហើយស្ទ្រូប៊េរីមានទឹកអង្ករយើងលាងអង្ករដាំបាយរាល់ថ្ងៃហ្នឹងយកវាមកស្រោចអាហ្នឹងក៏ជាជីដែរ